ការជួបគ្នារវាងក្រុមបាល់ទាត់អង្គរ Tiger ជាមួយ MOI កំពង់នាវាការប្រកួតចាប់ផ្ដើមនៅម៉ោង 6:00 នាទីល្ងាចក្រោមការដឹកនាំបញ្ជាប្រកួតដោយលោកខុនវីរៈអញ្ញាកដាលបាទការប្រកួតនេះចាប់ផ្ដើមភ្លាមយើងឃើញហើយក្រុមអង្គរ Tiger មានឱកាសដាក់សម្ពាធឱកាសរបស់ Michelin ទៅលើមុខទីតែចាប់បាល់បានពី Wagner Acosto យ៉ាងណាក៏ដោយក្រុមបាល់ទាត់ MOI កំពង់នាវាព្យាយាមបុកទៅវិញហើយអ្នកចាំទីនរ៉ាសាក់ទាត់បាល់ចេញបាទឱកាសរបស់ក្រុមបាល់ទាត់អង្គរ Tiger ទាត់ចេញពីអារ៉ាន់ដាក៏ប៉ុន្តែបាល់នេះហើររំលងរបាទីទាត់មួយជើងទៅបន្តទៀតសម្រាប់ម៉ាក់អាជេគូរីតាប៉ុន្តែមិនមានគ្រាប់បាល់កាត់ឡើងឡើយអារ៉ាន់ដាទាត់បាល់ចេញពីជ្រុងតែទម្លាក់ពីតាគូតូតែមិនចំគោលដៅនោះទេបាល់ទាត់ចេញពីកីឡាករហត់ឈិនចិនបាទកីឡាករ Michelin ក៏ទប់បាល់ហើយអូសបាល់ចូលទៅក្នុងប្រអប់កឹបខ្សែការពាររបស់ MOI ក៏ទាត់បញ្ចូលទីផុតដៃអ្នកចាំទី Wagner Acosto នាំមុខ1-0នៅនាទីទី36បាទរូបភាពបញ្ជាក់ឡើងវិញកន្លែងដែល Michelin បាទទាត់បាល់យ៉ាងដែលល្អហើយក៏ទាញមួកស្លឹកត្នោតយកមកពាក់អបអរសាទរគ្រាប់បាល់កើតឡើងយ៉ាងណាក៏ដោយយើងឃើញហើយសម្រាប់ក្រុមអង្គរ Tiger ព្យាយាមទាត់ចេញពី Lee Sosia ក៏ប៉ុន្តែមិនមានគ្រាប់បាល់កើតឡើងទេបាទកន្លែងនេះឱកាស Tiger ទៀតតែទះចេញហើយទាត់មួយជើងចេញពីនីសូគរីក៏ប៉ុន្តែមិនមានគ្រាប់បាល់កើតឡើងដែរចូលដល់វគ្គទី2យើងឃើញថា Tiger ក៏លេងកាន់តែល្អហើយទាត់បាល់ចេញប៊ីសមានគ្រាប់បាល់ Michelin អូបាល់បន្តទៀតអូបាល់ចូលទៅក្នុងប្រអប់ហើយទាត់មកបាល់នេះរំលងរបាទីទៀតមិនមានគ្រាប់បាល់កើតឡើងនោះទេយ៉ាងណាក៏ដោយការប៉ុនប៉ងជាថ្មីរបស់ Tiger មានម្ដងហើយម្ដងទៀតក៏ប៉ុន្តែនៅតែមិនមានគ្រាប់បាល់កើតឡើងបាល់គប់ចេញពី Tiger តែទម្លាក់បាទតែតបាល់ចេញពីនូជេនមករាជាប់ជើងកីឡាករ Michelin បញ្ជូនមកឲ្យបាទតាគូតូធ្វើបានសម្រេចនៅនាទីទី59នាំមុខ2-0ទៅលើក្រុមបាល់ទាត់ MOI កំពង់នាវាយ៉ាងណាក៏ដោយបាទយើងឃើញហើយបាទ Michelin បញ្ជូនបាល់ចេញបាទហើយក៏ទាត់មកជើងពីទមមករាបាល់នេះផ្លាតមកប៉ះបាទម៉ាក់អាជេគូរីតាក៏អត់មានគ្រាប់បាល់កើតឡើងនោះទេការប៉ុនប៉ងរបស់ម៉ាក់អាជេគូរីតាធ្វើបានសម្រេចនៅនាទីទី62គ្រាប់បាល់ទី14របស់គេរកបានគ្រាប់បាល់បាទទី18របស់គេបាទនៅក្នុងរដូវកាលនេះម៉ាក់អាជេគូរីតានៅនាទីទី62យ៉ាងណាក៏ដោយបាទឱកាសរបស់ MOI កំពង់រាវាកើតមានពេលដែលអ្នកចាំទីនរសាក់ធ្វើឲ្យមានកំហុសហើយកីឡាករ Patrick Carvalho-Nonato ក៏ទាត់បាល់ពីនៃ11ម៉ែត្រធ្វើបានសម្រេចគ្រាប់បាល់កាត់បន្ថយគម្លាតនាំមុខបាទនាទីដែលនៅសេសសល់យើងឃើញថាអង្គរ Tiger ក៏ព្យាយាមដាក់សម្ពាធច្រើនទៅលើគូប្រកួតហើយប៊ីសតែមានគ្រាប់បាល់ថែមពីម៉ាក់អាជេគូរីតាតែយ៉ាងណាក៏ដោយការប៉ុនប៉ងនៅនាទីដែលនៅសេសសល់ធ្វើអត់បានសម្រេចទេកន្លែងនេះម៉ាក់អាជេប៊ីសរកបានគ្រាប់ទី19បាទទស្សនារូបភាពបញ្ជាក់ម៉ាក់អាជេគូរីតាព្យាយាមទាត់តែធ្វើអត់បានសម្រេចភ្លាមនោះទេ